รอบទាំង4របស់លោកអ៊ីប្រាហ៊ីមរ៉ៃស៊ីលោកអ៊ីប្រាហ៊ីមរ៉ៃស៊ីត្រូវបានគេស្គាល់ថាជាមេដឹកនាំដែលមិនសូវអង្គុយក្នុងការិយាល័យលោកមានទម្លាប់ចុះទៅតាមបណ្ដាខេត្តឆ្ងាយរៀងរាល់ចុងសប្តាហ៍ដើម្បីជួយពលរដ្ឋនិងពិនិត្យមើលគម្រោងសាងសង់ដូចជារោងចក្រនិងទំនប់ទឹកជាដើមរំបីតែថ្ងៃដែលលោកបាត់បង់ជីវិតក៏លោកកំពុងតែធ្វើដំណើរត្រឡប់មកពីកម្មវិធីសម្ពោធទំនប់ទឹកនៅព្រំដែនអាស៊ីអាបៃសង្ដែរទីបង្ហាញពីទម្លាប់ធ្វើការរហូតដល់ដង្ហើមចុងក្រោយទម្លាប់ទី2របស់លោកការគោរពវិន័យសាសនាយ៉ាងតឹងរ៉ឹងក្នុងនាមជាអ្នកចេះដឹងយ៉ាងច្បាស់ខាងច្បាប់អ៊ីស្លាមលោកមានទម្លាប់រស់នៅសាមញ្ញតែមើងម៉ាត់ការស្លៀកពាក់របស់លោកតែងតែពាក់នួតក្បាលពណ៌ខ្មៅដែលបង្ហាញពីសញ្ញាតំណាងឲ្យខ្សែស្រឡាយហ្សាយីអ្នកដែលគេជឿថាមានជាប់ព្រាមចរពីព្យាការីមហាម៉ាត់នេះគឺជាទម្លាប់ការបង្ហាញពីអត្តសញ្ញាណសាសនាដ៏ខ្ពង់ខ្ពស់លោកតែងតែចំណាយពេលថ្វាយបង្គំប្រកាន់ភ្ជាប់នៅមនោគមវិជ្ជាបដិវត្តអ៊ីស្លាមយ៉ាងងប់ងល់ចំណុចទី3មុននឹងក្លាយជាប្រធានាធិបតីលោកគឺជាប្រធានតុលាការកំពូលឆ្នេះទម្លាប់ការងាររបស់គាត់គឺភាពមើងម៉ាត់លោកមានទម្លាប់និយាយទូចប៉ុន្តែធ្វើការធ្ងន់ធ្ងរជាពិសេសបង្ក្រាបពួកប្រឆាំងនិងពួកពុករលួយក្នុងវិស័យនយោបាយក្រៅប្រទេសលោកមានទម្លាប់មិនអោនក្បាលឲ្យពួកលោកខាងលិចឡើយជាដាច់ខាតដែលខុសពីអ្នកកាន់អំណាចមុនចំណុចទី4លោករស់នៅតាមបែបមន្ត្រីជាន់ខ្ពស់អភិរក្សនិយមខុសពីមេដឹកនាំសម័យទំនើបដទៃអុករ៉ៃស៊ីមិនសូវចូលចិត្តការកំសាន្តបែបប្រឆាំងប្រទេសនោះឡើយចូលចិត្តការជួបជុំបែបសាសនានិងការវិភាគអំពីយុទ្ធសាស្ត្រដើម្បីពង្រឹងអំណាចអ៊ីស្លាមនៅក្នុងតំបន់